តើអ្នកដឹងទេថារុក្ខជាតិដែលដុះនៅក្បែរផ្ទះរបស់អ្នកគឺអាចជួយការពារជំងឺទឹកនោមផ្អែមហើយនិងជំងឺបេះដូងរួមទាំងធ្វើឲ្យប្រព័ន្ធរំលាយអាហារមានដំណើរការល្អថែមទៀតវាមិនមែនគឺជារបស់ដែលយើងត្រូវទិញអស់លុយឬក៏ជារបស់ក្រៅប្រទេសនោះទេវាគឺជាស្លឹកម្រុំថ្ងៃនេះខ្ញុំនឹងបង្ហាញ6ចំណុចសំខាន់ៗដែលជាអត្ថប្រយោជន៍របស់ស្លឹកម្រុំទី1ស្លឹកម្រុំសម្បូរទៅដោយសារធាតុប្រឆាំងនិងអុកស៊ីតកម្មសារធាតុនេះមានតួនាទីជួយកម្ចាត់រ៉េឌីកាល់សេរីនៅក្នុងរាងកាយដែលជាមូលហេតុដែលនាំឲ្យកើតជំងឺធ្ងន់ធ្ងរដូចជាជំងឺបេះដូងហើយនិងជំងឺទឹកនោមផ្អែមបាននិយាយឲ្យសាមញ្ញទៅវាគឺជួយការពាររាងកាយរបស់យើងពីការចាស់ហើយនិងជំងឺ2បញ្ហាក្រពះមានមនុស្សជាច្រើនមានបញ្ហាក្រពះដូចជារលាកក្រពះឬក៏មានបញ្ហាទៅនឹងការរំលាយអាហារដូច្នេះអ្នកគួរតែជ្រើសរើសស្លឹកម្រុំទៅល្អមូលហេតុមួយគឺបាក់តេរីគឺ H pylori ស្លឹកម្រុំគឺមានសារធាតុដែលអាចជួយកម្ចាត់បាក់តេរីមួយនេះនោះមានន័យថាការញ៉ាំស្លឹកម្រុំគឺអាចជួយដល់ក្រពះរបស់អ្នកទី3ស្លឹកម្រុំសម្បូរទៅដោយជីវជាតិវាមានវីតាមីនសារធាតុរ៉ែហើយនិងជាតិសរសៃអ្នកអាចញ៉ាំវាបានច្រើនបែបគឺស្លឹកស្រស់ម្សៅឬក៏យកទៅចម្អិនធ្វើជាអាហារសម្រាប់អ្នកដែលកង្វះជីវជាតិគឺអាចជ្រើសរើសស្លឹកម្រុំគឺជាជម្រើសដ៏ល្អបំផុតទី4ជួយបំបត្តិការរលាកនៅក្នុងរាងកាយការកើតមានការរលាកនៅក្នុងរាងកាយគឺជាមូលហេតុដែលនាំឲ្យកើតជំងឺជាច្រើនដូចជាជំងឺមហារីកជំងឺបេះដូងដែលស្លឹកម្រុំគឺមានសារធាតុសំខាន់មួយយ៉ាងដែលអាចជួយកាត់បន្ថយការរលាកនៅក្នុងរាងកាយរបស់យើងដែលវាគឺជួយឲ្យរាងកាយរបស់យើងមានសុខភាពល្អជាងមុនទី5តាក់ទងទៅនឹងការរំលាយអាហារបើអ្នកញ៉ាំអាហារខ្លាញ់ច្រើនគឺអ្នកអាចមានបញ្ហាជាមួយនឹងការរំលាយអាហារយឺតស្លឹកម្រុំគឺមានជាតិសរសៃខ្ពស់ដែលអាចជួយសម្អាតពោះវៀននិងធ្វើឲ្យការរំលាយអាហារកាន់តែប្រសើរឡើងទី6តាក់ទងទៅនឹងជាតិខ្លាញ់ដែលមាននៅក្នុងឈាមការមានជាតិខ្លាញ់ខ្ពស់នៅក្នុងឈាមគឺអាចបង្កឲ្យមានជំងឺបេះដូងការសិក្សាបានបង្ហាញថាស្លឹកម្រុំគឺជួយកាត់បន្ថយជាតិខូលេស្តេរ៉ុលនោះមានន័យថាវាជួយការពារបេះដូងរបស់អ្នកស្លឹកម្រុំមិនមែនគ្រាន់តែជាចំណីអាហារសម្រាប់ឲ្យយើងបរិភោគនោះទេប៉ុន្តែវាគឺជាអំណោយទានដែលព្រះបានផ្ដល់ឲ្យយើងដើម្បីជួយព្យាបាលរាងកាយរបស់យើងបើយើងទុកចិត្តលើអាហារនិងការថែរក្សារាងកាយរបស់យើងនោះគឺជាការឲ្យតម្លៃដល់ជីវិតដែលយើងបានទទួលពីព្រះតើអ្នកទាំងអស់គ្នាចាំដល់ណាទៀតចាប់ផ្ដើមញ៉ាំស្លឹកម្រុំពីថ្ងៃនេះទៅអ្នកអាចចាប់ផ្ដើមប្រើប្រាស់ស្លឹកម្រុំដាក់ចូលទៅក្នុងចំណីអាហាររបស់អ្នកដើម្បីឲ្យសុខភាពរបស់អ្នកកាន់តែល្អប្រសើរហើយបើសិនជាអ្នកចូលចិត្តវីដេអូនេះអ្នកអាច comment ថាខ្ញុំចូលចិត្តនាងខ្ញុំក៏មានតែប៉ុណ្ណេះនាងខ្ញុំសូមអរគុណនិងសូមព្រះប្រទានពរ